លោកគ្រូសឹកហើយតែសាលាបល័យរបស់យើងដួលអត់ទេគឺនៅតែការងារហ្នឹងនៅតែបន្តនៅតែសិក្សារៀនសូត្របន្តគ្រប់អង្គណាបែបថាលោកគ្រូជាក្រហោះខ្ញុំកណាជាក្រហោះក៏ពិតប៉ុន្តែការងារទាំងឡាយនៅតែខ្ញុំកណានិងព្រះអង្គគ្រូចៅអធិការធ្វើការជាមួយគ្នាដដែលទេទាំងសូមព្រះអង្គកុំបាក់ទឹកចិត្តកុំបោះបង់ការសិក្សារៀនសូត្រហើយសូមព្រះអង្គបន្តការរៀនសូត្រដដែលហើយខ្ញុំកណានៅតែចេញចូលនៅក្នុងវត្តនឹងដដែលបើមិនបានញឹកក៏ក្នុងមួយអាទិត្យអាច3 ទៅ 4 ថ្ងៃអីដែរហើយព្រះអង្គដែលលោករៀនសូត្រថ្នាក់មហាវិទ្យាល័យពេលលោកគ្រូសឹកទៅគឺបានន័យថាអត់មានបច្ច័យបងសាលាទេព្រោះខ្លាចខ្លួនឯងអត់មានដែរតែនឹងជំរុញជាមួយលោកគ្រូចារិកាដែលជាប្រាក់ឧបត្ថម្ភវត្តដើម្បីបន្តបង់ថ្លៃសាលាប្រគេនព្រះអង្គរៀនសូត្ររហូតដល់ចប់ណាអ្វីដែលព្រះអង្គពងរៀនណាហើយព្រះអង្គថ្នាក់បឋមថ្នាក់បឋមទី1ទី2ទី3អីទាំងអស់ថ្នាក់មត្តេយ្យអីក៏ចឹងដែរណាព្រះអង្គកុំដោយសារតែលោកគ្រូសឹកលែងនាំគ្នាលែងនៅវត្តនេះព្រោះអ្វីវាមិនថិតថេរវាមិនទៀងសំបីតែយើងជាប្រសង់ក៏គង់ខ្លាចជាប្រសង់អញ្ចឹងថ្ងៃមុខមិនមែនតែលោកគ្រូទេតែន័យថាគ្រប់អង្គក៏ត្រូវការប្រែប្រួលដូចគ្នាដែរអញ្ចឹងមានតែខំព្យាយាមសិក្សារៀនសូត្របន្តទៅទៀតហើយកុំបោះបង់វត្តប្រាសាទនាងខ្មៅត្រូវតែគង់នៅប្រាសាទនាងខ្មៅរៀនធម្មតាការឧបត្ថម្ភនៅមានធម្មតាហើយការគង់នៅប្រស្រ័យតកតងគឺនៅធម្មតាគ្រាន់តែខ្ញុំកណាជាឧបាសកលោកគ្រូភិនវិធីជាបច្ចេកអធិការតែជាអាណាព្យាបាលមានន័យថាខ្ញុំកណានៅតែជាអាណាព្យាបាលតែក្នុងផ្នែកជាប្រសពប៉ុណ្ណឹងឯងហើយរឿងរ៉ាវមួយចំនួនទៀតត្រូវដោះស្រាយចំពោះមុខនៅក្នុងវត្តយើងគឺដូចជាការបំពោះកលបុត្រនៅថ្ងៃខាងមុខក៏មិនត្រូវបោះបង់ចោលដែរគឺនៅតែធ្វើដដែលហើយអ្វីដែលខ្ញុំកណាចាប់ផ្ដើមមានន័យថាវត្តនេះខ្ញុំកណាចាប់ផ្ដើមប្រមូលគ្នាដើម្បីជួយហើយអញ្ចឹងទៅសមិទ្ធផលក៏ដូចជាធនធានមនុស្សមានន័យថានៅសម្បូរបែបអញ្ចឹងមិនបោះបង់ចោលទេហើយក៏ព្រះអង្គនៅតែខំបន្តទៀតហើយថ្ងៃនេះខ្ញុំកណាសូមថ្វាយបង្គំគ្រប់អង្គណាដែលព្រះអង្គធ្លាប់ថ្វាយបង្គំខ្ញុំកណារយៈពេលគង់រស់នៅទីនេះទាំងថ្ងៃនេះសូមអនុញ្ញាតថ្វាយបង្គំក្នុងនាមជាប្រសក់ថ្វាយបង្គំប្រសង់ទាំងទោសកំហុសយ៉ាងណាដែលលោកគ្រូធ្លាប់ប្រើពាក្យមិនកប់ស្ដីថាសម្លុតឬក៏អរិយាប័ត្រមួយណាដែលនៅជាប្រសង់មិនគួរកប់មិនមានបំណងស្អប់ឬក៏មានបំណងចង់វាយឬក៏ចង់ស្ដីអីទេបំណងតែមួយគឺដើម្បីចង់ឲ្យកូនសិស្សគ្រប់អង្គល្អតែប៉ុណ្ណោះកណាអញ្ចឹងសូមអធិស្ឋានអភ័យទោសហើយចាប់ពីថ្ងៃនេះតទៅគឺខ្ញុំកណាជាឧបាសកចង់ហៅថាម៉េចក៏បានដែរហៅបងក៏បានហៅពូក៏បានហៅលោកគ្រូក៏បានហៅអីក៏បានតាមអធិស្ឋានរបស់ព្រះអង្គគ្រប់អង្គទាំងខ្ញុំកណាសូមអនុញ្ញាតថ្វាយបង្គំគ្រប់អង្គដោយសេចក្តីគោរពនៅក្នុងព្រះសង្ឃរតនៈទោះបីជាកូនសិស្សធ្លាប់
ថ្វាយបង្គំគ្រូប៉ុន្តែពេលនេះគ្រូត្រូវថ្វាយបង្គំកូនសិស្សវិញគ្រប់អង្គទៅណាមានចំណុចណាមួយមិនគួរកប់លើលោអាចារ្យពិសេសបងឈុនចឹងសូមអភ័យទោសក្រែងលោកខ្ញុំធ្លាប់ប្រើពាក្យសម្ដីមិនសមរម្យកាយវិការណាមួយមិនទំនងក្នុងការដឹកនាំនៅវត្តនេះរយៈពេល13ឆ្នាំមកនេះចឹងសូមបងអាចារ្យទាំងអស់ញោមយាយតាទាំងអស់មេត្តាអធិស្ឋានអភ័យទោសសម្រាប់ការដឹកនាំរបស់ខ្ញុំជាប្រសង្ឃកាលពីមុនផងហើយសូមអនុញ្ញាតពីដើមបងអាចារ្យញោមអាចារ្យទាំងអស់តែងតែថ្វាយបង្គំគោរពខ្ញុំបាទជាប្រសង្ឃពេលនេះខ្ញុំបាទជាមនុស្សធម្មតារក្សាសិល5ហើយនឹងមានឱកាសជាកុហកដូចតែបងអាចារ្យញោមអាចារ្យលោកយាយលោកតាដែរហើយដូច្នេះខ្ញុំសូមអនុញ្ញាតថ្វាយបង្គំអភ័យទោសនៅអ្វីដែលធ្លាប់មានកាយវិការមិនគួរកប់ពីកន្លងមកក៏ពិតសម្ដេចព្រះអង្គម្ចាស់បងគ្រូដូចជាអាដាមលោកទានដូចជាមានអារម្មណ៍ថាលុបទៀតស្លាប់ទៅឡំមកពីអង្គក្រៅអញ្ចឹងតែព្រះអង្គម្ចាស់តាមលោកទានបាទគ្រូខត់ទុកសិនតិចទេបាទសូមថាពីគុំសមាជិកសិស្សសិស្សរបស់សម្ដេចយមសញ្ញិតចូលដៃសូមសម្ដេចបងដៃសិនណាជួយឲ្យសមាជិកសិស្សហើយបងលោកទីសូមវេទវិធីសូមរកឲ្យមកគ្រឿយយ៉ាងពតស្ពនណាស់វត្តមានអាដាមមងកធីអាដាមមងសុភ័ណ្ឌក៏ជើងមកដែរសាក់នៅតំណែងអត់សូវទលាតែមានប្រសពឲ្យមកច្រើនប្រសពចឹងមានអ្នកផងព្យាយាមសិក្សារៀនសូត្របន្តទៅទៀតហើយកុំបោះបង់វត្តប្រាសាទនេះមកត្រូវតែគុំនៅប្រាសាទនេះមករៀនធម្មតាការឧបត្ថម្ភនៅមានធម្មតាហើយការគុំនៅអាស្រ័យតេតងគឺនៅធម្មតាដល់តែក្នុងបណ្ដាជាបបាសកលោកគ្រូគិតវិធីជាចារតិកាតែជាអាណាព្យាបាលមានន័យថាខ្ញុំណានៅតែជាអាណាព្យាបាលតែក្នុងផ្នែកជាប្រសពប៉ុណ្ណឹងឯងហើយ
រឿងរ៉ាវមួយចំនួនទៀតត្រូវដោះស្រាយចំពោះមុខនៅក្នុងវត្តយើងគឺដូចជាការបោះអលវត្តនៅថ្ងៃខាងមុខក៏មិនត្រូវបោះបង់ចោលដែរគឺនៅតែធ្វើទៅដែរហើយបច្ចុប្បន្ននេះគឺអាយុ40ឆ្នាំគត់ហើយជីវិតប្រភ្នោះមានរយៈពេល27ចូល28ឆ្នាំនេះខ្ញុំបកករណាអាត្មាភាពពិតជាព្រះគុណដ៏ក្រៃលែងចំពោះព្រះរតនត្រ័យទាំងឡាយ3មានពុទ្ធពធប្រសង្ឃជាពិសេសគឺព្រះពុទ្ធសាសនាដែលជាសាសនាដ៏មានគុណមហាធំធេងសម្រាប់ខ្ញុំបកករណាអាត្មាភាពបានចូលមកជ្រកកោនរស់រៀនមានជីវិតមានឱកាសបានរៀនសូត្រសិក្សាមានឱកាសបានឧបត្ថម្ភទំនុកបំរុងផ្ចង់ផ្ដើមចំពោះព្រះសង្ឃនៅក្នុងពុទ្ធសាសនាមណ្ឌលជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះអស់រយៈពេល13ឆ្នាំកន្លងទៅនេះហើយអ្វីដែលខ្ញុំកណាអាត្មាភាពបានកំណត់ពេលវេលាដើម្បីលាចាកសិក្ខាបទគឺមិនមែនជាការតក់កុហលពេកទេហើយក៏មិនមែនជាការប្រញាប់ពេកដែរក៏ប៉ុន្តែខ្ញុំកណាអាត្មាភាពព្យាយាមមិនប្រកេននឹងជូនដំណឹងជាមុនព្រោះដឹងថាញោមញាតិទាំងអស់គាំទ្រស្រឡាញ់ចូលចិត្តហើយនឹងជ្រះថ្លាជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូច្នេះនៅពេលដែលលាចាកសិក្ខាបទគឺនឹងជូនដំណឹងតែម្ដងនៅពេលដែលញោមបានទស្សនាបានឃើញវីដេអូនេះមានន័យថាខ្ញុំកណាអាត្មាភាពនឹងទៅជាក្រហមនៅពេលដ៏ខ្លីខាងមុខនេះហើយក៏សូមអព្យាស្រ័យអភ័យអត់ទោសចំពោះសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គបកណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក្រែងលោកខ្ញុំព្រះករុណាអាត្មាភាពមានកាយវិការណាមួយពាក្យសម្ដីណាមួយក្នុងការពោលសម្ដែងពធក៏ដូចជាក្នុងការបង្ហាត់បង្ហាញផ្សេងមានការឆ្កាំឆ្គងដោយមិនផ្គប់ប្រតិសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គនិងបកណាជាម្ចាស់គ្រប់ព្រះអង្គមិនផ្គប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសខ្ញុំកណាអាត្មាភាពសូមមេត្តាអព្យាស្រ័យអភ័យទោសដោយក្តីអនុគ្រោះដោយមិនមានចេតនាណាដើម្បីធ្វើឲ្យមានការប៉ះពាល់ដល់ការស្ដាប់របស់ញាតិញោមនៅពាក្យសម្ដីមិនល្អនឹងការពោលសម្ដែងធម៌នោះទេហើយអ្វីដែលខ្ញុំកណាអាត្មាភាពបានសម្រេចចិត្តនេះគឺជាការសម្រេចចិត្តមួយចំពោះខ្លួនខ្ញុំកណាអាត្មាភាពផ្ទាល់តែម្ដងគឺអស់បុណ្យជាប្រសង់តែម្ដងគឺសម្រេចចិត្តចាក់ចេញទៅជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនាម្យ៉ាងទៀតក៏សូមអរព្រះគុណនិងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលស្រឡាញ់គាំទ្រចូលចិត្តហើយបានទំនុកបំរុងចិញ្ចឹមព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅនេះអស់រយៈកាល13ឆ្នាំនេះគឺពិតជាមានគុណមហាធំធេងពិតមែនដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកបតីទឹកចិត្តរបស់សម្ដេចក៏ដូចជាព្រះសង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថម្ភទំនុកបំរុងទាំងព្រះសង្ឃការបណ្ដុះបណ្ដាលធនធាននៅក្នុងទីនេះទាំងការកសាងនៅហេដ្ឋារចនាសម្ព័ន្ធនិងថាវរវត្ថុជាសំណង់នៅក្នុងទីអារាមវត្តទាំងការកសាងនៅសាលារៀនដើម្បីជូនដល់រដ្ឋជាមួយខ្ញុំគណៈអាត្មាភាពកន្លងមកគឺពិតជាទឹកបតីទឹកចិត្តដ៏មហាធំធេងដើម្បី
ជួយឧបត្ថម្ភក្នុងការធ្វើក្នុងការបង្ហាត់បង្ហាញនៅក្នុងការទំនុកម្រងប្រសង់នៅក្នុងកាលកន្លងមករយៈពេល13ឆ្នាំនេះបើគិតពីមនុស្សប្រសង់ដែលមកគង់នៅទីនេះទាំងគង់សិក្សារៀនសូត្រទាំងស្នាក់នៅទាំងចេញទៅវិញឡើងទៅថ្នាក់ខ្ពស់ទៀតគឺ13ឆ្នាំនេះទទួលបាន4677អង្គស្រេចហើយប៉ុន្តែតួនាទីនិងភារកិច្ចនេះក៏មិនចប់ត្រឹមនេះដែរមិនចប់ត្រឹមខ្ញុំគណៈអាត្មាភាពលាចាកសិក្ខាបទទេគឺតួនាទីនិងភារកិច្ចនេះនឹងនៅព្រះអង្គផតៈបណ្ឌិតោភិនវុធីដែលជាបច្ចារិកាហើយខ្ញុំគណៈអាត្មាភាព